Mumu ta anh ban mơ không cướp hai nữa. Mơ hai. Trang chui pha nỉ giấy cắt mấy cắt slip dốc tay lọ đặt. Anh không ở có chị ở tipo một lừa ban ở sao? Khi ông ai chui nỉ giấy capi anh ban. Công al hay được vậy? Ai lớn ní à rõm rồi bọn nhẹ roi cầm pung puk control. Căn tay pun vô puke căn tay kịch thạc nhôm miên cầm hốc nòng chật. Chót tới phơi bạch nà tới. Mình bắt lúc như tê. Bên trên post tàng tới nhẹ roi khnia nâng vô hai po mình khàn. Ta ní chiều vậy để nhẹ hai thà hai po mình tế. Mình bán nỉ giấy thà nhẹ bọc nhẹ nghi ở bạc phìa. Mình bán nỉ giấy thà nhẹ tê lôi 50 đao chùm nắm tha chịt lại tê. Mình bán nỉ giấy thà nhẹ phơi ở bỏ kê khôi khát. Bạc nhôm mình nỉ giấy bẹp ní ta quát nâng prom lên pù dùng tế. Nhẹ bằng co rương mình nhẹ anh bẹp ní trong cõi nâng đo sai mình chỉnh tê. Nhẹ đại đo sai mình chỉnh cứ rút quát từ vinh tê. Mình men đời xa tại quát mi nhẹ căng pi cào tế. Nhôm nâng ở nhẹ roi khnia bàn khơi. Tha quát phơi rương ở đách so sai đo cầm rệt nà. Mumu,ខ្ញុំរកឃើញរូបភាពថតអេក្រង់ដែលអ្នកចាត់ការវ៉ាងចាត់ចែងការងារខុសច្បាប់ការងារមិនរួមការងារពី3អ្នកទៀតស្ម័គ្រចិត្តធ្វើជាសាក្សីដែរអរគុណប៉ុន្តែយប់នេះត្រូវដោះស្រាយរឿងផ្ទះជាមុនសិនទី1ខ្ញុំធ្លាប់បានបដិសេធរួចហើយទី2ខ្ញុំធ្លាប់ជួយពួកគេស្វែងរកផ្ទះជួលផ្សេងទៀតដែរទី3ពួកគេផ្ទេរប្រាក់50រៀលដោយចំណាំថាជាថ្លៃផ្ទះហើយចូលក្នុងបន្ទប់1209ដោយបង្ខំទី4លេខសម្ងាត់បណ្ដោះអាសន្នមិនមែនចេញដោយការអនុញ្ញាតពីខ្ញុំទេបន្តោងសុភមង្គលក៏មិនមែនគ្មានតម្លៃដូចអ្វីដែលពួកគេបាននិយាយដែរខ្ញុំនឹងមិនឆ្លោះគ្នានៅក្នុងគ្រប់ឡើយរឿងបន្តបន្ទាប់ទុកឲ្យភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យនិងនីតិវិធីច្បាប់ជាអ្នកចាត់ការប្រែមកថាកញ្ញាស៊ូធ្លាប់ជួយពួកគេរកផ្ទះដែរតើ50រៀលចំណាំថាជាថ្លៃផ្ទះមួយខែនេះមិនមែនជាការបង្ខំជួលទេតើលេខសម្ងាត់បណ្ដោះអាសន្នជារឿងយ៉ាងម៉េចភ្នាក់ងារគ្រប់គ្រងត្រូវតែមានការពន្យល់អ្នកដែលបានបញ្ចេញមតិដោយប្រើអារម្មណ៍អំបញ្ញមិញគួរតែកុំឲ្យសន្និដ្ឋានអីតើសិទ្ធិបើកទ្វារខុសច្បាប់នោះចេញទៅខាងក្រៅបានយ៉ាងម៉េចនេះមិនមែនជាចំនួនតូចតាចទេវាគឺជាគ្រោះថ្នាក់ផ្នែកសន្តិសុខពួកយើងនឹងធ្វើការស៊ើបអង្កេតផ្ទៃក្នុងភ្លាមអ្នកចាត់ការគឺខ្ញុំជាអ្នកឲ្យដោយខុសច្បាប់គាត់និយាយថាកូនមានរឿងមិនទាន់ខ្ញុំគ្រាន់តែបារម្ភពេកក៏អ្នកមានចិត្តអាណិតដល់ក្មេងគឺមិនខុសទេប៉ុន្តែអ្នកបែរជាបើកទ្វារផ្ទះរបស់ម្ចាស់ផ្ទះឲ្យគេចូលទៅវិញហេតុអ្វីបានជាគាត់ទុកភស្តុតាងគ្រប់យ៉ាងអញ្ចឹងពីព្រោះគាត់បាននិយាយថាទេតាំងពីដំបូងមកម្លេះតែពួកយើងមិនដែលស្ដាប់សោះប៉ុន្តែរឿងរ៉ាវក៏មិនគួរខ្លាចជាបែបនេះដែរម៉ាក់គ្មាននរណាបង្ខំពួកយើងទេផ្ទះនោះវាមិនដែលជារបស់ពួកយើងតាំងពីដំបូងឡើយលើកនេះបញ្ហាសិទ្ធិបើកទ្វារបន្ទប់1209គឺបណ្ដាលមកពីចន្លោះប្រហោងនៃការគ្រប់គ្រងប្រព័ន្ធចាស់របស់យើងរួមផ្សំជាមួយនឹងការអនុវត្តខុសច្បាប់របស់បុគ្គលិកពួកយើងនឹងទទួលខុសត្រូវតាមកាតព្វកិច្ចនិងធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវចុះថ្ងៃមុខទៅតើនរណាក៏អាចយកក្មេងឬមនុស្សចាស់មកធ្វើជាលេខដើម្បីបើកទ្វារផ្ទះអ្នកដទៃបានមែនទេនឹងមិនមានទៀតទេប្រព័ន្ធចាស់ត្រូវបានបញ្ឈប់ការប្រើប្រាស់ហើយប្រព័ន្ធថ្មីតម្រូវឲ្យមានការបញ្ជាក់ជាលើកទី2ពីម្ចាស់ផ្ទះផ្ទាល់ហើយរាល់សិទ្ធិបើកទ្វារបណ្ដោះអាសន្នទាំងអស់នឹងមានកំណត់ត្រាទុកជាភស្តុតាងខ្ញុំត្រូវការរបាយការណ៍កែសម្រួលជាលិខិតអក្សរហើយលើកនេះក៏មិនមែនត្រឹមតែពាក្យថាបុគ្គលិកមានចិត្តណាល្អតែធ្វើរឿងមិនល្អហើយអាចឲ្យកញ្ញាស៊ូនិយាយបានត្រឹមត្រូវណាស់បុគ្គលិកដែលបង្កើតលេខសម្ងាត់បណ្ដោះអាសន្នដោយខុសច្បាប់ត្រូវបានផ្អាកការងារដើម្បីធ្វើការបណ្ដោះបណ្ដាលឡើងវិញភ្នាក់ងារនឹងទទួលខុសត្រូវលើការធ្វើបច្ចុប្បន្នភាពសត្វការសម្អាតផ្ទះរួមទាំងការទទួលខុសត្រូវរួមចំពោះការខូចខាតដែលពាក់ព័ន្ធកញ្ញាស៊ូខ្ញុំសុំទោសកាលនោះខ្ញុំពិតជាស្មានថាខ្លួនឯងកំពុងជួយក្មេងពិតមែនអ្នកអាចអាណិតក្មេងបានប៉ុន្តែអ្នកមិនអាចបើកទ្វារផ្ទះខ្ញុំជំនួសខ្ញុំបានឡើយលទ្ធផលនៃការកែសម្រួលត្រូវតែផ្ញើជូនម្ចាស់ផ្ទះទាំងអស់គ្មានបញ្ហាទេលើកនេះសំណាងឲ្យដែលស៊ូមូមូប្រកាន់ចំហររឹងមាំបើមិនដូច្នោះទេផ្ទះរបស់នរណាក៏មិនមានសុវត្ថិភាពដែរនៅកាលពីមុនខ្ញុំគិតថាស៊ូមូមូជាមនុស្សម៉ត់ចត់ជ្រុលពេកឥឡូវមើលទៅការម៉ត់ចត់គឺជារឿងត្រឹមត្រូវហើយការគោរពដែនកំណត់ពិតជាសំខាន់ខ្លាំងណាស់ទួនជាយ៉ាងហោចណាស់ថ្ងៃមុខសោទ្វារក៏មានសុវត្ថិភាពជាងមុនដែរកាលពីមុនវាងតាឈៀងតែនិយាយថាបុគ្គលិកថ្មីគួររៀនសូត្រឲ្យបានច្រើនពួកយើងក៏ត្រូវធ្វើការថែមម៉ោងរហូតដល់ពាក់កណ្ដាលអាធ្រាត្រថ្ងៃមុខទីបំផុតមានកន្លែងសម្រាប់និយាយស្ដីហើយស៊ូមូមូលើកនេះវាមិនមែនជារឿងរបស់ឯងតែម្នាក់ឯងទេខ្ញុំដឹងដូច្នេះហើយទើបកាន់តែមិនអាចដកថយបានតើចង់ចោទនៅមានអ្វីបន្ថែមទៀតដែរឬទេខ្ញុំទទួលស្គាល់ថាតាំងពីដំបូងពួកយើងពិតជាចង់ចំណេញមែនហើយក៏បានចាត់ទុកការលំបាកផ្ទាល់ខ្លួនជាធំពេកដែរកូនត្រូវទៅរៀនមនុស្សចាស់ត្រូវចូលក្រុងសម្ពាធថ្លៃជួលផ្ទះក៏ខ្លាំងប៉ុន្តែទាំងអស់នេះសុទ្ធតែមិនមែនជាហេតុផលសម្រាប់រំលោភដែនកំណត់ឡើយកញ្ញាស៊ូកាលពីមុនខ្ញុំតែងតែគិតថាប្រសិនបើអ្នកព្រមឲ្យពួកយើងខ្ចីស្នាក់នៅពី3ថ្ងៃកាលពីដំបូងរឿងរ៉ាវក៏មិនខ្លាចជាបែបនេះដែរប៉ុន្តែឥឡូវនេះខ្ញុំដឹងហើយគំនិតនេះខ្លួនឯងនឹងហើយដែលជាអ្នកខុសប្រសិនបើខ្ញុំឲ្យពួកអ្នកខ្ចីស្នាក់នៅពី3ថ្ងៃតាំងពីដំបូងពួកអ្នកប្រហែលជានឹងគិតថាខ្ញុំអាចឲ្យខ្ចីបានពី3ខែទៀតប្រសិនបើខ្ញុំយកព្រមតាមតម្លៃ50រៀលពួកអ្នកប្រហែលជានឹងគិតថាថ្លៃទឹកថ្លៃភ្លើងនិងថ្លៃសេវាផ្សេងក៏ខ្ញុំត្រូវចេញឲ្យដែរវាងតាឈៀងបញ្ហារបស់អ្នកមិនមែនជារឿងលំបាកនោះទេតែគឺអ្នកបានយកការលំបាកផ្ទាល់ខ្លួនមកធ្វើជាហេតុផលដែលបង្ខំឲ្យអ្នកដទៃត្រូវតែដកថយឲ្យអ្នកកាលពីមុនខ្ញុំតែងតែគិតថាគឺជីវិតដែលបង្ខំខ្ញុំឲ្យមកដល់ចំណុចនេះប៉ុន្តែឥឡូវនេះខ្ញុំដឹងហើយគឺខ្ញុំខ្លួនឯងទេដែលយកការលំបាកផ្ទាល់ខ្លួនមកធ្វើជាហេតុផលបង្ខំឲ្យអ្នកដទៃត្រូវតែយោគយល់ខ្ញុំយល់ពីការលំបាករបស់អ្នកប៉ុន្តែវាមិនមែនជាហេតុផលដែលអ្នកត្រូវបើកទ្វារផ្ទះខ្ញុំឡើយតុលាការបានសម្រេចថាពួកគេពិតជាបានចូលលំនៅឋានដោយគ្មានការអនុញ្ញាតនិងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិពិតប្រាកដមែនការដាក់ទណ្ឌកម្មនិងការសងសំណងបន្តបន្ទាប់នឹងត្រូវអនុវត្តទៅតាមនីតិវិធីកញ្ញាស៊ូតើមិនអីទេបើបែកគឺបែកហើយប៉ុន្តែយ៉ាងហោចណាស់ខ្ញុំក៏មិនបានដកថយមួយជំហានទៀតដែរហេតុអ្វីបានជារឿងរ៉ាវคล้ายជាបែបនេះទៅវិញកាលនោះពួកយើងពិតជាគ្មានកន្លែងស្នាក់នៅពិតមែនអើយប្រសិនបើកាលនោះពួកយើងនិយាយគ្នាឲ្យបានត្រឹមត្រូវក៏មិនត្រូវคล้ายជាបែបនេះដែរប៉ាលោកគ្រូឲ្យសរសេរអំពីប៉ារបស់ខ្ញុំប៉ាជួយមើលឲ្យសៀវប៉ាបន្តិចមក
ប៉ុន្តែពួកយើងកាលនោះពិតជាមានការប្រញាប់ខ្លាំងណាស់គាត់ច្បាស់ជាអាចជួយបានខ្លះតើបើគ្មានកន្លែងស្នាក់នៅក៏មិនអាចចូលផ្ទះអ្នកដទៃបានដែរទោះជាប្រញាប់យ៉ាងណាក៏មិនអាចយកផ្ទះអ្នកដទៃមកធ្វើជាផ្លូវក្រោយសម្រាប់ខ្លួនឯងបានឡើយតាំងពីដំបូងមកគឺជាខ្ញុំទេដែលជាអ្នកខុសខ្ញុំទាំងដឹងថា50រៀលគឺមិនសមហេតុផលតែនៅតែចង់ឲ្យគាត់ឲ្យជួលផ្ទះក្នុងតម្លៃថោកអ្នកខុសហើយអ្នកនាំមនុស្សទៅបង្ខំគេម៉ាក់ក៏ខុសដែរការដែលគិតថាអ្នកដទៃមិនជួយយើងគឺជាមនុស្សអាក្រក់នោះគ្រួសារយើងទាំងអស់គ្នាសុទ្ធតែជាអ្នកខុសតើអ្នកនិយាយរឿងទាំងនេះនៅពេលនេះមានប្រយោជន៍អ្វីទៅមែនហើយនិយាយនៅពេលនេះគឺយឺតពេកទៅហើយប៉ាសំណេររបស់សៀវប៉ាវសរសេរខុសមែនទេមិនបានសរសេរខុសទេគឺប៉ាទេដែលធ្វើខុសអញ្ចឹងតើពួកយើងមិនអាចរស់នៅផ្ទះធំបានទៀតទេមែនទេផ្ទះធំមិនមែនជារបស់ពួកយើងទេអ្វីដែលមិនមែនជារបស់យើងគឺយើងមិនអាចចង់បានដោយបង្ខំនោះឡើយកញ្ញាស៊ូខ្ញុំដឹងថានិយាយពាក្យសុំទោសនៅពេលនេះគឺលែងមានប្រយោជន៍ហើយកាលពីមុនខ្ញុំតែងតែគិតថាខ្ញុំមានសម្ពាធខ្លាំងអ្នកក៏តិចក៏បីយកយល់ដល់ខ្ញុំឲ្យបានច្រើនប៉ុន្តែឥឡូវមកគិតវិញអ្នកមិនដែលជំពាក់អ្វីខ្ញុំសំបីតែបន្តិចខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងនេះប៉ុន្តែខ្ញុំនៅតែចង់សុំអង្វរអ្នកកុំឲ្យមានការចែកចាយព័ត៌មានកូនរបស់ខ្ញុំទៅខាងក្រៅអីក្មេងគឺក្មេងមនុស្សធំគឺមនុស្សធំខ្ញុំនឹងមិនយករូបកូនរបស់អ្នកទៅបង្ហោះលើបណ្ដាញសង្គមឡើយហើយក៏មិនឲ្យអ្នកដែលមិនពាក់ព័ន្ធទៅរំខានគេដែរអរគុណប៉ុន្តែអ្វីដែលត្រូវទទួលខុសត្រូវពួកអ្នកនៅតែត្រូវតែទទួលខុសត្រូវដដែលខ្ញុំដឹងហើយកញ្ញាស៊ូអំបញ្ញមិញអ្នកអាចមិនបាច់យល់ព្រមតាមការស្នើសុំរបស់គាត់អំពីក្មេងក៏បានក្មេងមិនមានកំហុសទេប៉ុន្តែពីមុនមកពួកគេតែងតែយកក្មេងមកបង្ខំឲ្យអ្នកដកថយជានិច្ចដូច្នេះខ្ញុំកាន់តែមិនអាចខ្លាយទៅដូចពួកគេដែរត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលត្រូវទទួលខុសត្រូវអ្វីដែលមិនគួរពង្រីកកុំពង្រីកវាអីយល់ថាការប្រកាន់ខ្ជាប់នៅគោលការណ៍មិនមែនមានន័យថាបាត់បង់សេចក្តីសប្បុរសនោះទេសេចក្តីសប្បុរសក៏ត្រូវផ្ដល់ឲ្យចំមនុស្សដែរកញ្ញាស៊ូមេសោទ្វារថ្មីនិងប្រព័ន្ធអ្នកចូលសួរសុខទុក្ខត្រូវបានអាប់ក្រេតរួចរាល់ហើយទៅថ្ងៃមុខលេខសម្ងាត់បណ្ដោះអាសន្នត្រូវតែធ្វើឡើងដោយម្ចាស់ផ្ទះជាលើកទី2អរគុណលើកនេះវាពិតជាបានរំលឹកពួកយើងមែនទ្វារគឺជាខ្សែសុវត្ថិភាពទី1របស់ម្ចាស់ផ្ទះមិនអាចសម្រួលនីតិវិធីព្រោះតែខ្លាចភាពលំបាកនោះទេនៅតែរស់នៅទីនេះទៀតមែនទេបើមិនចង់រស់នៅទេត្រឡប់ទៅរស់នៅស្រុកកំណើតវិញទៅផ្ទះមិនខុសទេបរិយក៏មិនខុសដែរអ្វីដែលខុសគឺមនុស្សដែលឆ្លងដែនកំណត់ចុះទៅថ្ងៃមុខបើមានរឿងកុំស៊ូទ្រាំតែម្នាក់ឯងខ្ញុំដឹងហើយយើងត្រឡប់ទៅផ្ទះវិញទៅថ្ងៃមុខការចាត់ចែងការងាររញ៉េញ៉ៃឆ្លងផ្នែកតាទីបំផុតមានអ្នកគ្រប់គ្រងហើយមែនទេមានអ្នកគ្រប់គ្រងតែត្រូវមានអ្នកហ៊ាននិយាយផងដែរពីមុនមិនហ៊ានទេឥឡូវនេះហ៊ានបន្តិចហើយមែនទេហេតុអីបានជាអ្នកមកទីនេះយន្តការក្រុមហ៊ុនត្រូវបានអនុម័តហើយខ្ញុំតំណាងឲ្យមិត្តរួមការងារជាច្រើនដែលធ្លាប់រងការជិះជាន់យកតែទឹកដោះគោមកជូនអ្នកផ្លូវការយ៉ាងហ្នឹងត្រូវតែផ្លូវការហើយលើកនេះអ្នកមិនត្រឹមតែជួយសង្គ្រោះខ្លួនឯងនោះទេក៏បានជួយដល់ពួកយើងដែលមិនហ៊ាននិយាយស្ដីដែរទៅថ្ងៃមុខអ្នកមិនអាចស៊ូទ្រាំតែម្នាក់ឯងទៀតទេមិនដូច្នោះទៀតទេពុកតើទៅថ្ងៃមុខយើងនឹងនៅទីនេះមែនទេបាទទីនេះមិនមែនជាផ្ទះធំទេតែវាជាផ្ទះដែលយើងជួលដោយខ្លួនឯងជួលដោយខ្លួនឯងរស់នៅទៅមានអារម្មណ៍ស្ងប់ចិត្តទៅថ្ងៃមុខកុំកេងចំណេញពីអ្នកដទៃទៀតថ្ងៃស្អែកទៅញ៉ាំបាយជាមួយគ្នាអបអរសាទរយន្តការឆ្លើយតបបុគ្គលិកថ្មីដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកនេះមិនមែនជារឿងរំខានទេគឺជាការណាត់ញ៉ាំបាយលោកយាយខ្ញុំរក្សាវាបានហើយលើកនេះទ្វារពិតជាបានចាក់សោយ៉ាងល្អហើយផ្ទះរបស់ខ្ញុំជីវិតរបស់ខ្ញុំជីវិតរបស់ខ្ញុំសុទ្ធតែត្រូវការដែនកំណត់ហើយក៏ត្រូវការច្បាប់វិន័យដើម្បីការពារដែរខ្ញុំនៅតែរីករាយនឹងមានចិត្តសប្បុរសតែចិត្តសប្បុរសមិនគួរឲ្យនរណាម្នាក់ឆ្លងកាត់ដែនកំណត់នោះទេចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541